số đây là tại chung Ford ngọc nia chụp nhầm lòng thì đấy nhầm đẹp mấy ngày nay liên mà chụp ở tại chung Ford sang 260 mét có liên mà update stock chun bong bong này có ở trong brand Ford mình thayประเภท pick up หรือไม่ก็ประเภท SUV នៅមុនដល់ការចូលឆ្នាំខ្មែរណាតាម model អីខ្លះដែលយើងអាចទិញបាននៅមុនចូលឆ្នាំខ្មែរអញ្ចឹងខ្ញុំនឹង update stock ជូនបងប្អូនទាំងអស់គ្នាអញ្ចឹង model ដំបូងគេនេះគឺជាប្រភេទ Ford Ranger Wild Track ដែលជាសង្វាក់ផលិតកម្មនៃការផលិតនៅក្នុងស្រុកខ្មែរយើងដែលមានតម្លៃ $53,900 បងប្អូនអាចប្រើប្រាស់ជាមួយនឹងសេវាកម្មលក់សុទ្ធ 100% ក៏បានចូលរួមមុនខ្លះក៏បានទៅលើរថយន្តអញ្ចឹង model បន្តទៅទៀតគឺរថយន្ត pick up full size របស់អាមេរិក Ford F150 បាទរថយន្តនេះយើងមានពីរពណ៌ប្រភេទពណ៌នេះគេប្រភេទពណ៌ខ្មៅហើយមួយគ្រឿងទៀតយើងមាននៅខាងនោះបាទប្រភេទពណ៌បែបរៀង Shutter Green ឬមួយក៏ប្រភេទពណ៌បៃតងណាឡាននេះយើងមាន stock ភ្លាមដូចគ្នាដែរទិញភ្លាមបានភ្លាមទៅលើរថយន្តបាទចូលមកបន្តទៀតគឺ Ford F150 Raptor ប្រភេទពណ៌បែបរៀងស្លែឬមួយក៏ប្រភេទ Shutter Green Shutter Green នេះពណ៌របស់ M150 ហ្មងណាអញ្ចឹងយើងមាន stock ដូចគ្នាដែរបើថាបងប្អូនត្រូវការប្រភេទឡាន pick up full size របស់អាមេរិកហ្មង performance ហ្មងគឺអាចមកមើលមួយគ្រឿងនេះបានបាទ Ford F150 Raptor បាទអញ្ចឹងចូលដល់ប្រភេទ SUV ប្រភេទនេះគឺ Ford Territory ស៊េរីឆ្នាំ 2026 ប្រភេទពណ៌ប្រផេះហើយក៏ជាខ្សែសង្វាក់ផលិតកម្មនៃការផលិតនៅក្នុងស្រុកខ្មែរយើងមាន stock ដូចគ្នាតម្លៃក៏ពិសេសបាទ $42,900 ទិញភ្លាមបានភ្លាមសម្រាប់ពណ៌ប្រផេះនេះបាទអញ្ចឹងmodel ដល់ model ចុងក្រោយគេគឺប្រភេទ SUV លក្ខណៈគ្រួសារ 7 កៅអី Ford Everest Titanium ស៊េរីឆ្នាំ 2026 សម្រាប់ model នេះយើងមាន stock ដូចគ្នាដែរទិញភ្លាមបានភ្លាមសម្រាប់ពណ៌សហើយនិងប្រភេទពណ៌ខ្មៅបាទទៅលើរថយន្តបាទmodel ដែលខ្ញុំបានរៀបរាប់ទាំងអស់ហ្នឹងគឺជាឡានដែលយើងមាន stock ទិញភ្លាមបានភ្លាមណាហើយមួយទៀតទៅលើ Ford Territory Titanium X ពណ៌សបងប្អូនក្រក់ពីឥឡូវនេះទៅនឹងទទួលបានរថយន្តមុនចូលឆ្នាំខ្មែរអញ្ចឹងទាំងអស់ហ្នឹងក៏យើងមានជាសេវាកម្មរំលោះសុទ្ធ 100% ក៏មានចូលរួមមុនខ្លះក៏បានបើបងប្អូនមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ទៅលើសេវាកម្មរំលោះឬមួយក៏ចង់សិក្សាស្វែងយល់បន្ថែមទៅលើ spec ឬមួយក៏ option តំណែងលេខទូរស័ព្ទផ្នែកខាងលើដើម្បីទទួលបានព័ត៌មានលម្អិតច្បាស់ផងដែរពីខ្ញុំរស្មីជួបគ្នានៅវីដេអូក្រោយ